តាំងពីស្រឡាញ់ដល់លើបងអត់ដែលមានខុសឆ្គងអីឲ្យដឹងឲ្យលឺអត់ទេល្អណាស់ទៅណាក៏អត់ដែលទៅចោលគ្នាដែរទៅទាំងគូមិនបានថ្ងៃនឹងអត់យកខ្ញុំទៅមួយមិនបានអត់យកខ្ញុំទៅដែរបងគាត់តែឯងបងមិនបានឲ្យគាត់នៅតែឯងអញ្ចឹងធ្វើទៅទាំងគូបងប្តីខ្ញុំល្អខ្ញុំមិនឲ្យប្តីខ្ញុំមកចង់ឲ្យប្តីខ្ញុំទៅតែឯងទេងាកឡើងនៅជុំគ្នាបងនៅញ៉ាំអីជុំគ្នាទិញថ្នាំទិញអីឲ្យខ្ញុំឈឺបងខ្ញុំចុកពោះចុកអីខ្ញុំនៅក្អួតខ្ញុំអីចឹងណាបងទិញថ្នាំទិញអីជូនឲ្យអូនទៅប៉ែតអត់អីអត់ទិញនំទិញអីឲ្យនំប្រាប់ទៀតតែចាអូននំនឹងញ៉ាំមកបងខំដើមពីគេទិញឲ្យអញមកដើមបានណាអូនឯងញ៉ាំមកអូននិយាយអញ្ចឹងបងប្តីខ្ញុំល្អណាស់ល្អគ្រប់យ៉ាងអត់ត្រូវជួបរឿងចឹងទេតែសួរពេកបងល្ងាចឡើងនៅជុំគ្នានៅញ៉ាំសាច់គោអាំងនៅជុំគ្នានៅអីបងអូនបងចង់ញ៉ាំសាច់គោឡើងភ្នំតើញ៉ាំជុំគ្នាអីនេះបងឲ្យមើលអត់សមចឹងទេបងគឺអត់សមទេមនុស្សល្អណាស់ហើយយើងបានបាត់បង់នៅធនធានកីឡាករបាល់ទាត់ដ៏កម្រម្នាក់ទៀតហើយគឺប្អូនប្រុសទេសសម្បត្តិដែលលោកបានជួបនៅឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដោយជិះម៉ូតូធ្លាក់បន្លាយទឹកនៅក្នុងសកាត់ស័កសំពៅខណ្ឌដង្កោបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតកាលពីរាត្រីយប់មិញផងដែរម៉ោង 10:48 កូនប្រសាទេមកប្រាប់ថាកូនម៉ែស្លាប់ហើយខ្ញុំអារម្មណ៍ខ្ញុំអស់លីងខ្ញុំសោកស្ដាយកូនល្អពេកហើយខ្ញុំអត់ជឿទេខ្ញុំអត់ជឿថាកូនខ្ញុំអញ្ចឹងទេខ្ញុំស្មានតែអ្នកផ្សេងទេពួកកូនខ្ញុំអត់ដែលដាក់អីអញ្ចឹងទេណាអូនកូនខ្ញុំល្អណាស់មូលហេតុអីបានសម្បត្តិគាត់ជិះម៉ូតូទៅជួបគ្រោះថ្នាក់ចរាចរណ៍នឹងអ្នកម្ដាយគាត់ជិះទៅណាដែរអ្នកម្ដាយពេលហ្នឹងខ្ញុំសួរកូនថាជិះទៅផ្ទះគ្រូថាទៅផ្ទះលោកគ្រូហើយលោកគ្រូនឹងពេលដែលសម្បត្តិនេះហ្នឹងគាត់មកដល់អីដែលគាត់ថាចេញពីផ្ទះគាត់ប្រហែលជា15នាទីចឹងហើយគាត់ថាចេញប៉ុណ្ណឹងចេញពីផ្ទះគាត់មកហ្នឹងណាអូនខ្ញុំទៅសួរគេនៅកន្លែងសពហ្នឹងហើយអត់ដែលជិះផ្លូវហ្នឹងទេតែអ្នកស្រុកហ្នឹងថាផ្លូវហ្នឹងជើងកបណាស់ហើយសម្បត្តិហ្នឹងគឺខ្លាចល្ងឹតហើយខ្លាចខ្មោចណាស់មិនដែលអញ្ចឹងទេបានម៉ែអត់ចង់ជឿសោះណាអូនសម្បត្តិកើតឆ្នាំរោងឆ្នាំហ្នឹង25ឆ្នាំហើយមករយៈនេះនៅក្នុងឆ្នាំ2025នេះក្នុងនាមខ្ញុំជាអ្នកព័ត៌មានឃើញតារាល្បីគឺដូចជាប្អូនរត់គោដែលជាតារារ៉េបដ៏ល្បីហ្នឹងក៏ស្លាប់នៅក្នុងឆ្នាំរោងអាយុ25ឆ្នាំដូចគ្នាតែម្ដងអ្នកម្ដាយពេលដែលសម្បត្តិមុនពេលកើតហេតុហ្នឹងសម្បត្តិគាត់មានឲ្យហេតុឬក៏មានឲ្យអីខ្លះមានប្រថ្នូរអីខ្លះទេអ្នកម្ដាយកូនមកលេងចូលឆ្នាំទិញកៅអៅទិញអីមកជូនសើចបាយកៅអៅមួយគ្នាខ្ញុំអត់មានភ្នូរទេតែប៉ាគាត់អត់ដែលគាត់ស្រឡាញ់កូនតែគាត់អត់ចេះនិយាយដល់ពេលកូនឡើងឡានគាត់ចាប់កូនគាត់ថើបនឹងមានតែប៉ុណ្ណឹងគាត់ចាប់កូនគាត់ថើបគ្រប់សពចឹងបានគាត់ឡើងឡានហើយគាត់ដែរថើបកូនគាត់ទេមានតែខ្ញុំទេរាល់ថ្ងៃឆាតទៅឆាតមកជាមួយកូនប៉ាក៏អត់ចេះនិយាយហើយតែគាត់ស្រឡាញ់ដល់ពេលឃើញប៉ាគាត់ថើបចឹងនឹងបធ្នូលនឹងទាំងហ្នឹងសម្បត្តិនៅពីក្មេងរហូតមកដល់ឥឡូវគាត់ជាមនុស្សមានអត្តចរិតយ៉ាងម៉េចដែរអ្នកម្ដាយសម្បត្តិនៅពីក្មេងអត្តចរិតល្អមិនពិបាកព្រៀនប្រដៅអីទេហើយដែលគាត់ចេញពីខ្ញុំតាំងពីគាត់អាយុ14ឆ្នាំគាត់គ្រប់គ្រងខ្លួនឯងអីខ្លួនទាំងឯងអត់ខ្ញុំអត់ពិបាកទេចង់ឲ្យប្តីទៅឲ្យបានសងឲ្យមើលមកថាខ្ញុំអាចមើលខែកូនគាត់បានបងមើលម៉ែក្មេកមើលអីម៉ែក្មេកខ្ញុំចាស់ហើយស្រឡាញ់ម៉ែក្មេកណាស្រឡាញ់អីណាស្រឡាញ់ប្រពន្ធណាស្រឡាញ់កូនណានិយាយទៅដែរមិនក៏សុកទៅអញ្ចឹងបងវាអត់សមបងអត់សមតែខ្ញុំល្អណាស់